បងប្អូនជួបគ្នាសាជាថ្មីជាមួយនឹងមុខម្ហូបឆាចឹងជំនីជាមួយនឹងបន្លែបងប្អូនបាទអញ្ចឹងជំហានទី1យើងបាទកំឡោចស្ករជាមួយនឹងកំឡោចខ្ទឹមហើយបន្ទាប់មកបាទចាក់ឆ្អឹងជំនីចូលបងប្អូនបាទដើម្បីឆាជាមួយនឹងបន្លែបងប្អូនណាបាទអញ្ចឹងថ្ងៃនេះយើងមានឆ្អឹងជំនីនោះ1គីឡូបាទថ្ងៃនេះយើងមាន1គីឡូបងប្អូនបាទអញ្ចឹងយើងកំឡោចស្ករកំឡោចខ្ទឹមរួចឆ្អឹងជំនីនេះប្រឡាក់រួចអស់ហើយមែនទេបាទប្រេងខ្យងរ៉ូឌីអំបិលប៊ីចេងអីប្រឡាក់រួចអស់ហើយបាទអញ្ចឹងបន្ទាប់មកយើងយកមកលីងបាទបងប្អូនណាទៅពីយើងកំឡោចស្ករយើងកំឡោចខ្ទឹមហើយក៏យើងដាក់សាច់របស់យើងលីងទៅបាទហើយបន្លែថ្ងៃនេះយើងមាន2មុខបងប្អូនបាទបន្លែថ្ងៃនេះយើងមាន2មុខគឺថាមានអីគេណាមានម្ទេសគេគេហៅម្ទេសហាវ៉ៃបាទម្ទេសមានផ្លោកហ៎បាទយើងមានម្ទេសផ្លោកហើយជាមួយនឹងប៉េងប៉ោះបងប្អូនបាទយើងមានថ្ងៃនេះយើងមានបន្លែម្ទេសផ្លោករួមជាមួយនឹងប៉េងប៉ោះបាទដោយឡែកសាច់របស់យើងគឺឆ្អឹងជំនីបងប្អូនបាទឆ្អឹងជំនីនេះគឺ1គីឡូតែម្ដងបងប្អូនហើយយើងលីងវាដើម្បីឲ្យវាឆ្អិនបានទុះសិនណាបងប្អូនយើងលីងវាឲ្យឆ្អិនហើយចាំយើងដាក់បន្លែចូលអានេះយើងលក្ខណៈយើងរំងាស់វាចោលសិនមែនទេយើងអត់ទាន់ឆាភ្លាមក៏យើងអត់ទាន់ឆាភ្លាមដាក់បន្លែភ្លាមទេបងប្អូនអញ្ចឹងបន្លែយើងទុកសិនណាបាទអានេះយើងលីងវាឲ្យឆ្អិនសាច់សិនបាទនេះបងប្អូនអញ្ចឹងយើងទុកវាចោលបានទុះទៅបាទហើយយើងដាក់ភ្លើងអែបបាទដាក់ភ្លើងវាកុំដាក់ខ្លាំងណាបាទដាក់តិចមកល្មមបងប្អូនបាទដាក់ភ្លើងមកល្មមដើម្បីយើងរំងាស់ណាអានេះគេហៅថារំងាស់សាច់បាទរំងាស់សាច់ឲ្យឆ្អិនណាអត់ឆ្អិនអត់កើតទេព្រោះសាច់នេះមិនមែនលក្ខណៈសាច់តិចតួចទេបាទសាច់ធំឆ្អឹងនោះមកដុំធំដែរអញ្ចឹងយើងកូរវាឲ្យវាដាច់ទឹកព្រៃឲ្យវាឆ្អិនសិនចាំយើងដាក់បន្លែចូលអញ្ចឹងមុខម្ហូបមួយមុខនេះទៅជាមិនពិបាកទេបាទហើយមុននឹងយើងយកមកឆាសាច់នេះគឺយើងបានប្រឡាក់រួចហើយបាទអំបិលប៊ីចេងរ៉ូឌីប្រេងខ្យងបន្តិចទៅណាបាទប្រឡាក់រួចហើយឥឡូវវាចាប់ផ្ដើមឡើងពើហៅថាឡើងពើខ្ជូតបងប្អូនបាទឡើងពើខ្ជូតហើយបាទខ្ជូតគួរឲ្យចង់ផាក់ទឹកមាត់ហើយបាទខ្ជូតហើយចឹងដាក់វារងាស់បានទួយឆ្អិនទៅបាទឆ្អិនសិនទៅបងប្អូនឥឡូវបន្ទាប់ពីយើងរងាស់វាមកសន្ទុះបងប្អូនឃើញថាទឹកដែលចេញពីសាច់ណាបាទដែលភាសាមួយគេហៅថាទឹកព្រៃហ្នឹងឯងបាទទឹកព្រៃហ្នឹងឯងគេពិតទឹកចេញពីសាច់បាទវាបានខាស់វាបានដាច់មើលទៅវារៀងលែងទៅឆ្អាប់ហើយបាទអញ្ចឹងយើងចាប់ផ្ដើមដាក់បន្លែរបស់យើងចូលឲ្យទៅចង់ព្រៅបាទដើម្បីឲ្យវាចាប់ជាតិគ្នាល្អណាបាទអញ្ចឹងយើងចាប់ផ្ដើមចាក់បន្លែចូលបងប្អូនអញ្ចឹងយើងដាក់បន្លែចូលទៅហើយយើងចាប់ផ្ដើមកូរវាបាទច្បុកច្បល់ណាបងប្អូនណាច្បុកច្បល់ចូលជាមួយនឹងសាច់ទៅដើម្បីឲ្យវារលាយវារលួយរលេះរលីងរលោចូលជាមួយនឹងសាច់រលាក់របស់យើងឲ្យវាមានរសជាតិឈ្ងុយបាទបងប្អូនទំនងយ៉ាងណាបងប្អូនមើលណាអូនេះបងប្អូនហ្នឹងបានជាក់ទឹកទឹកសតយើងជាក់កប់សេរីយ៉ាងណាបងប្អូនបាទអញ្ចឹងហ្នឹងហើយចង់ពៅអង្គុយឆាបដើហៀទឹកមាត់បដើបងប្អូនអញ្ចឹងតិចទៀតដល់មកបាយហើយបាទហើយភ្លើងក៏យើងដាក់ឲ្យវារៀងមកល្មមទៅបាទរៀងរេណាអានេះយើងហៅថារងាស់បងប្អូនបាទរងាស់នេះយើងរងាស់វាអញ្ចឹងទៅបាទដើម្បីឲ្យវាសាច់បាទសាច់គេហៅថាឲ្យសាច់ចូលជាមួយនឹងអដេញបន្លែបងប្អូនកុំឲ្យថាវាមានតែសាច់ឬក៏វាមានតែបន្លែវាមិនចាប់ជាតិគ្នាចឹងអានេះយើងរងាស់វាចូលគ្នាបាទដើម្បីឲ្យបន្លែនឹងវារលួយបាទព្រោះបន្លែអានេះក៏រលួយតិចបានជាតិហ្នឹងបងប្អូនបាទចឹងតិចទៀតឆ្អិនបងប្អូនឥឡូវរូបមន្តពិសេសដើម្បីឲ្យវាកាន់តែផុយចង់ភើរបស់យើងសម្រាប់ចាត់ថាថែមទឹកបន្តិចដើម្បីយើងរងាស់វាបាទរងាស់វាឲ្យកាន់តែផុយឲ្យកាន់តែចាប់ជាតិចឹងយើងថែមទឹកវាមួយច្រូចបងប្អូនកុំច្រើនពេកច្រូចទេបាទមួយច្រូចទេហើយបន្ទាប់មកក៏យើងដាក់រងាស់វាចោលប្រហែលជាមួយសន្ទុះបងប្អូនណាដើម្បីឲ្យវាឆ្ងាញ់ល្អឲ្យវាចូលជាតិគ្នាល្អបាទអញ្ចឹងយើងរងាស់វាចោលសិនបងប្អូនឥឡូវយើងមកអ៊ុតស្លរបស់យើងអស់គ្នាបាទគេថារងាស់មកសបកធំហើយអញ្ចឹងយើងមកអ៊ុតមើលអូឈ្ងុយដល់កប់សេរីហើយឈ្ងុយអត់ច្រឡំស្អុយឈ្ងុយបងប្អូនឈ្ងុយណាស់បាទឈ្ងុយណាស់បងប្អូនអូយបាទឈ្ងុយណាស់វ៉ាវមើលភ្លុកមួយមើលឈៀតអត់អាយបងប្អូនហើយនេះបងប្អូនដល់ពេលវាគេហៅស្អីគេហៅថាវារៀងរលូនបន្តិចណានេះរៀងរលូនបន្តិចបងប្អូនអូយបាទមើលទៅទំនួងបាទទំនួងមកឥឡូវចង់ភៅភ្លុកមើលមិនដែររសជាតិលយនៅឆ្ងាញ់នៅផុយនៅចូលជាតិនៅឆ្ងាញ់ណាអូខេបងប្អូនមកសុំអ៊ុតតិចទៀតបាទសុំអ៊ុតតិចទៀតណាបងប្អូននេះលោយ៉ាងណាបងប្អូនអើយបាទ
ô anh đi vừa bàn à chợ ta cả ta có mền đây bà chợ ta cả lai chợ ô cọp xì bà con bà